ឆ្វេងរបស់ទៀតចូលកែបែកទៅកែអូយបាទជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យបណ្ដាលគុណខ្មែរបាទព្រឹត្តិការណ៍ X-Men Tournament រដូវកាលទី4បាទខិតជិតមកដល់ទៀតហើយបងប្អូនបាទនៅសល់តែប្រហែលថ្ងៃទៀតទេដោយថ្ងៃនេះថ្ងៃទី19ហើយបងប្អូនអញ្ចឹងនៅសល់តែ4ថ្ងៃទៀតទេដល់ព្រឹត្តិការណ៍ X-Men ហើយបាទដែលគុណខ្មែរយើងគឺពេជ្រសម្បត្តិបាទក្នុងការចូលរួមប្រកួតប្រជែងជាមួយនឹងបេក្ខភាព7ប្រទេសផ្សេងទៀតបាទ8ប្រទេសទាំងគុណខ្មែរយើងគឺពេជ្រសម្បត្តិនេះឯងបាទហើយនៅថ្ងៃនោះក៏មានវត្តមានរបស់ម្ចាស់ខ្សែក្រវ៉ាត់បាទពីរដូវកាលកន្លងទៅដែរគឺធីរ៉ាបងប្អូនបាទធីរ៉ាគាត់ជាម្ចាស់ខ្សែក្រវ៉ាត់រដូវកាលទី1រដូវកាលទី2ឯរដូវកាលទី3គឺគាត់មិនបានទទួលជ័យជំនះទេគឺបានទៅលើកីឡាកររុស្ស៊ីបាទអញ្ចឹងចង់រំលឹកអនុស្សាវរីយ៍បាទអំពីព្រឹត្តិការណ៍រដូវកាលទី1ទី2ទី3បន្តិចបងប្អូនប៉ុន្តែវីដេអូនេះគឺរដូវកាលទី2បងប្អូនបាទដែលកាលនោះមានបេក្ខភាព8ប្រទេសចូលរួមបាទមានដូចជាកីឡាករ Steven ដែលជាកីឡាករអូស្ត្រាលីមានដូចជាកីឡាករ Daniel បាទមានដូចជាកីឡាករMarvin Lihu បាទមានកីឡាករលីប៉ៃលីនដែលជាកីឡាករចិនមានធីរ៉ាដែលជាគុណខ្មែរយើងបាទមាន Victoria ដែលជាកីឡាករប្រេស៊ីលបាទមានដូចជាLen Leviklen ដែលជាកីឡាករបារាំងមានដូចជាកីឡាករ Yasin Nosati ដែលជាកីឡាករអ៊ីរ៉ង់បាទការចាប់ឆ្នោតជុំទី1បាទរវាងអ្នកទាំង8កាលនោះធីរ៉ាគាត់ជួបជាមួយនឹងVistos បាទ Vistos ដែលជាកីឡាករប្រេស៊ីលបាទអញ្ចឹងខ្ញុំលើកយកការប្រកួត3ប្រកួតរបស់ធីរ៉ានៅថ្ងៃនោះបងប្អូនយកមកចែកជូនពុកម៉ែបងប្អូនទស្សនាខ្លីៗបាទនៅចំណុចពិសេសដែលធីរ៉ាគាត់ផ្ដួលVistos នៅទឹកទី1បាទក៏ដូចជាផ្ដួលLen Leviklen នៅទឹកទី1និងឡើងទៅជួបកីឡាករអូស្ត្រាលីនៅជុំទី3ហើយទទួលបានខ្សែក្រវ៉ាត់X-Men Tournament រដូវកាលទី2អមជាមួយនឹងប្រាក់រង្វាន់ដែលជាការលើកទឹកចិត្តពីក្រុមហ៊ុន Gensburg គឺផ្ទះមួយល្វែងកាលនោះបងប្អូនវីឡាកូនកាត់មួយល្វែងបាទឥឡូវកុំឲ្យខាត់ពេលយូរយើងទៅទស្សនាវីដេអូ highlight ខ្លីៗនៅជុំទី1របស់ធីរ៉ាជាមួយនឹងVistos ដែលជាកីឡាករប្រេស៊ីលបងប្អូនបាទខ្ញុំជឿជាក់ថាកាលនោះបងប្អូនប្រកាសជាចាំបានហើយថា Vistos នេះគឺបងប្អូនមានការបារម្ភខ្លាំងនៅពេលដែលគាត់ជួបជាមួយធីរ៉ាជុំទី1ដោយសារតែគាត់មានការជួបគ្នាម្ដងនៅឯទឹកដីកូរ៉េកាលនោះគាត់ស្វិតស្វាញឥឡូវយើងទៅទស្សនាខ្លីៗបងប្អូនចំណុចដែលធីរ៉ាគាត់ផ្ដួលVistos នៅទឹកទី1បាទនេះបងប្អូនខ្ញុំកាត់យកវីដេអូខ្លីៗទេដោយខ្ញុំយកផ្ទាំងប្រវត្តិនេះឈ្មោះកីឡាករទាំងពីរចែកជូនបងប្អូនគីឡូបងប្អូនអត់បានស្គាល់បាទVistos នេះគឺគាត់ធ្លាប់ជួបគ្នានៅឯទឹកដីកូរ៉េស្វិតស្វាញ3ទឹកបងប្អូនហើយក៏មានការមិនអស់ចិត្តហើយក៏មានការថាបារម្ភដែរចំពោះបងប្អូនដែលជាអ្នកស្នេហាវិស័យបណ្ដាលគុណខ្មែរដែលជាអ្នកតាមដានកីឡាករព្រឹត្តិការណ៍ធំបាទចំណុចនេះគឺធីរ៉ាគាត់បានវាយឲ្យVistosរាប់ម្ដងបងប្អូនបាទហើយចូលបន្តទៅទៀតបងប្អូននេះលោតធាក់មកចូលស្ដាំមួយដៃពីរដៃឆ្វេង3ដៃមួយទៀតលោកកញ្ញាកណ្ដាលក៏ក្រវីដៃបញ្ឈប់Vistosតែម្ដងបងប្អូនបាទលោកគ្រូឡាវស៊ីណាតបាទអញ្ចឹងកាលនោះធីរ៉ាគាត់កាចតែបងប្អូនបាទមិនមែនតែកាលនោះទេបងប្អូនធីរ៉ាគាត់វាយទោះបីជាចាញ់ទោះបីជាឈ្នះគឺគាត់កាចបងប្អូនបាទបងប្អូនចូលចិត្តមើលការប្រកួតរបស់គាត់ត្រង់ចំណុចដែលគាត់កាចបាទនេះគឺរូបភាព slow motion បងប្អូនមួយដៃឆ្វេងចំឃុំតែចូលពេញស្ដាំឲ្យឆ្វេងឲ្យបុកកែងមួយពីធីរ៉ាហើយក៏ខាវស្ដាំពីដៃផ្ទួនកែងពីធីរ៉ាបាទហើយក៏ពុះកែងអត់ចូលទេបងប្អូននេះចូលចំហៀងតិចបងប្អូនបាទចាប់ជើងជាប់ពីធីរ៉ាដាក់មកដៃទៀតបងប្អូននេះដាច់ផ្ងាតតើងតែម្ដងបាទ
ទៅកន្លែងថែមបងប្អូនអានេះជ្រុងដែរបងប្អូននេះមិនដៃចំ2ដៃលោកគ្រូអញ្ញាកដាលក៏បញ្ឈប់តូរីតែម្ដងបាទវីតូសបងប្អូនវីតូសបាទជាកីឡាករប្រេស៊ីលនៅក្នុងទឹកទី1បាទហើយជ័យជំនះក៏បានទៅលើធីរ៉ាដើម្បីបន្តឡើងទៅជុំទី2បាទអញ្ចឹងបេក្ខភាព6អ្នកផ្សេងទៀតខ្ញុំអត់លើកយកមកចែកជូនពុកម៉ែបងប្អូនទេបាទខ្ញុំលើកយកតែការប្រកួត3ប្រកួតរបស់ធីរ៉ានៅក្នុងថ្ងៃនោះយកមកចែកជូនពុកម៉ែបងប្អូនទស្សនាលេងទេបាទឥឡូវឡើងដល់ជុំទី2ហើយបងប្អូនជុំទី2នេះគឺធីរ៉ាគាត់ជួបជាមួយនឹងវីតូអាឡែនលើវីក្លែនបាទឥឡូវយើងទៅទស្សនាការប្រកួតរបស់គាត់បាទជាមួយនឹងអាឡែនលើវីក្លែនបងប្អូនបាទបាទនេះគឺការជួបគ្នាជាមួយនឹង Allen Levi-Clan បាទចូលហើយពេលនោះទឹកទី1គឺធីរ៉ាគាត់បានវាយឲ្យរាប់ហើយក៏បន្តការប្រកួតទៀតបងប្អូននេះចាំមើលបងប្អូនកែងបងប្អូនហើយកែងមួយកែងមិនស្រាលទេសម្រាប់ធីរ៉ាបាទការប្រកួតរបស់គាត់នៅកាលនោះដូចជានៅខាងទឹកដីខេត្តតាកែវបងប្អូនខេត្តតាកែវបាទនេះគឺជាជុំទី2របស់ធីរ៉ាជាមួយនឹង Allen Levi-Clan ដែលជាកីឡាករបារាំងបងប្អូនបាទហើយលោកគ្រូអញ្ញាការ៉ាក៏រាប់បន្តទៀតបងប្អូនបាទបងប្អូនកុំភ្លេចនៅថ្ងៃទី23ក៏មានវត្តមានរបស់គាត់ដែរគឺធីរ៉ាបាទការប្រកួតគឺលក្ខណៈសងសឹកបាទហើយក៏ការពារខ្សែក្រវ៉ាត់ជាមួយនឹងរ៉ូស្ឡានដែលជាកីឡាករដែលធ្លាប់វាយឲ្យធីរ៉ាបាទបញ្ចប់ការប្រកួតនៅត្រឹមតែទឹកទី1បានត្រឹមតែ2នាទីទេបងប្អូនបាទកាលនោះគឺការប្រកួតរបស់គាត់នៅថ្ងៃទី26ខែ9ឆ្នាំ2025លក្ខណៈអំបោះឆៅបាទកន្លែងនេះគឺរូបភាព slow motion ទេបងប្អូនបាទកែងពីធីរ៉ាបាទហើយលោកតោងសង្វៀនសុគ្រប់អារ៉ាអោបភ្ជាប់ទៅនឹងសង្វៀនហ្មងបងប្អូនបាទហើយក៏ដួលកន្លែងនេះបាទ Allen Levi-Clan ក៏មិនអាចបន្តត្រឹមមួយដៃទេបងប្អូនមួយដៃស្រឹបតែម្ដងបាទក្រាបយកតែម្ដងបងប្អូនមួយដៃបាទអញ្ចឹងនេះជាជុំទី2របស់ធីរ៉ាការប្រកួតដូចជានៅថ្ងៃទី16ខែ11ខែ11បងប្អូនឆ្នាំ2024បាទឥឡូវនេះជាជំនះគឺប្រកាសជាផ្លូវការបាទបានទៅលើធីរ៉ាហើយក៏បន្តឡើងទៅជុំទី3ជួបជាមួយនឹងកីឡាករអូស្ត្រាលីហើយកីឡាករអូស្ត្រាលីម្នាក់នេះបងប្អូនបាទគាត់ធ្លាប់ជាម្ចាស់ជើងឯករងបាទពីមុនដែរមុនចូលមកប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍មានជាមួយនឹងធីរ៉ាគាត់ក៏ធ្លាប់ជាជើងឯករងនៅឯខាងគាត់នោះដែរបងប្អូនឥឡូវយើងទៅទស្សនាការប្រកួតរវាងធីរ៉ាជាមួយនឹងកីឡាករអូស្ត្រាលីនៅជុំទី3តែម្ដងបងប្អូនតោះនេះបងប្អូនគឺខ្ញុំយក highlight ខ្លីៗទេបងប្អូនគឺធីរ៉ាជាមួយនឹងកីឡាករ Steven Matthew បាទដែលជាកីឡាករអូស្ត្រាលីបាទឥឡូវចូលដល់ការប្រកួតរបស់គាត់តែខ្ញុំយកខ្លះ highlight ខ្លីៗទេដោយសារតែខ្លាចបងប្អូនអត់ស្គាល់ឈ្មោះអត់ដឹងថាប្រកួតជាមួយនឹងកីឡាករណាទើបបានជាខ្ញុំចាប់យកឈ្មោះកីឡាករមកដាក់ចែកជូនពុកម៉ែបងប្អូនទស្សនាបាទនេះចូលដល់1នាទីបាទចុងក្រោយបងប្អូន1នាទី38បាទធីរ៉ាលោតបំមុខកៃបងប្អូនមើលកន្លែងចំណុចដែលគាត់វាចូលឈាមឡើងពេញខ្លួនតែម្ដងបងប្អូនបាទតែឥឡូវទៅទស្សនារូបភាពយឺតឡើងវិញបងប្អូនបាទខើឆ្វេងពុះកែងបងប្អូនមកកែងនោះបងប្អូនចំសិតស្កាបាទឈាមស្រោចតែម្ដងបងប្អូនបាទនេះបងប្អូនសង្គ្រប់បាទកាលនោះចាំបានថាការប្រកួតជុំទី1នៅទឹកទី1គឺ Steven គាត់រៀងដកថយគាត់អត់ហ៊ានបដូរជាមួយនឹង Thera ទេបាទគឺគាត់វាទប់វាថយលុះដល់ចូលដល់ទឹកទី2ទៅ Thera គាត់ហៅវាច់ដូចលក្ខណៈខ្លាចាប់ចំណីចឹងបងប្អូនគឺសគ្រប់យូរតែម្ដងបាទមិនឲ្យ Steven Matthew គាត់រត់ទៅណាទៅណីបានទេបងប្អូនបាទជាលទ្ធផលគឺគាត់បានវាយឲ្យចូលគោលដៅបាទធ្វើឲ្យSteven រងរបួសធំពិតប្រាកដមែនបងប្អូន
បាទហើយកាលនោះគឺបានខ្សែក្រវ៉ាត់អេកមែនរដូវកាលទី2ហើយអមជាមួយនឹងនេះបងប្អូនកាដូយៈនេះបងប្អូនបាទដែលជារង្វាន់លើកទឹកចិត្តពីក្រុមហ៊ុន Gensburg អញ្ចឹងកុំភ្លេចបងប្អូនបាទចាំមើលថាតើនៅរដូវកាលទី4បាទពេជ្រសម្បត្តិគាត់អាចបាទដណ្ដើមបានខ្សែក្រវ៉ាត់គាត់អាចឆ្លងកាត់បាទការប្រកួត3ជុំដូចធីរ៉ាបានដែរឬក៏អត់បងប្អូនហើយទទួលបានកំប៉ុងមាសដែរឬក៏អត់បងប្អូនពីព្រោះរដូវកាលទី4នេះគឺមានដាក់កំប៉ុងមាសឲ្យបាទបើសិនបើគាត់ប្រកួតបានខ្សែក្រវ៉ាត់នោះបានកំប៉ុងមាសពីក្រុមហ៊ុន Gensburg បាទសូមអរគុណ